នេះគឺជាសាច់រឿងខ្លីរបស់ Flafield ដែលជាតារាកំ pl ែងដ៏ល្បីនៅសហរដ្ឋអាមេរិក Gabriel Iglesias ដែលត្រូវបានគេស្គាល់យ៉ាងទូលំទូលាយដោយឈ្មោះហៅក្រៅរបស់គាត់ថា Fluffy គឺជាតារាកំ pl ែងដ៏មានទំនុកចិត្តនិងស្វាហាប់បំផុតម្នាក់នៅសហរដ្ឋអាមេរិក Fluffy គឺជាតារាកំ pl ែងទូលឬ stand up comedian ដែលបានកសាងកេរ្តិ៍ឈ្មោះរបស់គាត់ដោយបុគ្គលិកលក្ខណៈការនិទានរឿងនិងមានវត្តមាននៅលើឆាកតែម្នាក់ឯងគុណឈ្មោះហៅក្រៅ Fluffy មកពី Iglesias បានដាក់ឲ្យខ្លួនឯងតាមរបៀបកំ pl ែងជំនួសឲ្យការហៅខ្លួនឯងថា Thon គាត់បានបង្កើនស្ទីលកំ pl ែងដោយហៅមនុស្សស្គមថា Skinny និងមនុស្សធាត់ថា Fluffy ទៅវិញការពិពណ៌នាលើរូបរាងមនុស្សលក្ខណៈកំ pl ែងបែបនេះបានក្លាយទៅជានិមិត្តរូបនៃអត្តសញ្ញាណផ្ទាល់ខ្លួនរបស់គាត់និងជួយទស្សនិកជនឲ្យភ្ជាប់ទំនាក់ទំនងជាមួយគាត់ដោយងាយយូរទៅ Fluffy បានក្លាយទៅជាឈ្មោះដែលគេអាចស្គាល់បានដែលឆ្លុះបញ្ចាំងអំពីភាពកំប្លុកកំប្លែងនិងអាចទទួលយកអ្វីដែលយើងមានស្ទីលកំ pl ែងរបស់គាត់គឺការនិទានរឿងជាចម្បងរួមផ្សំជាមួយនឹងកម្រិតនៃសំឡេងតួអង្គច្រើនបែបផែនច្រើនជាតិសាសន៍ជាពិសេសគឺជនជាតិឥណ្ឌានិងបទពិសោធន៍នៃជីវិតពិតជារឿយៗ Fluffy បាននិយាយពីគ្រួសារការចិញ្ចឹមបីបាច់កូនរបស់គាត់និងស្ថានភាពប្រចាំថ្ងៃរបស់គាត់ដោយបង្វែរពីវេលាដ៏សាមញ្ញទៅជារឿងគួរឲ្យអស់សំណើចទៅវិញគាត់ជៀសវាងការលេងសើចដែលប្រមាថឬមានភាពចម្រូងចម្រាសខ្លាំងពេកដែលធ្វើឲ្យការកំ pl ែងរបស់គាត់កាន់តែមានភាពរស់រវើកបើធៀបជាមួយនឹងតារាកំ pl ែងផ្សេងៗទៀតអ្វីដែលធ្វើឲ្យ Fluffy លេចធ្លោនោះគឺសមត្ថភាពរបស់គាត់ក្នុងការបង្កើតឈុតឆាករស់រវើកដោយប្រើសំឡេងនិងការបញ្ចេញមតិផ្ទាល់ខ្លួនរបស់គាត់ការសម្ដែងរបស់គាត់អាចធ្វើឲ្យយើងមានអារម្មណ៍ថាយើងស្ថិតនៅក្នុងស្ថានភាពពិតជាមួយនឹងគាត់អញ្ចឹងដែរការលេងសើចរបស់គាត់មានភាពកក់ក្ដៅផ្សារភ្ជាប់ជាមួយនឹងគ្នាយ៉ាងស្អិតរមួនដែលអនុញ្ញាតឲ្យអ្នកទស្សនាមកពីមជ្ឈដ្ឋានផ្សេងៗគ្នាអាចរីករាយនឹងស្ទីលកំ pl ែងរបស់គាត់បាន